ខ្ញុំគ្មានចេតនាទេហើយខ្ញុំក៏មិនបានដឹងថាទឹកថ្នាំនោះជាថ្នាំធ្វើឲ្យបន្លែពុលដែរព្រោះមានអ្នកបម្រើស្រីម្នាក់យកមកឲ្យខ្ញុំចាក់ចូលបន្លែហើយប្រាប់ថាជាទឹកថ្នាំសម្រាប់មេរោគទុកធ្វើព្រះក្រយាស្ងោយថ្វាយព្រះអង្គអ្នកបម្រើស្រីម្នាក់នោះជាអ្នកណាជាអ្នកនៅក្នុងផ្ទះនេះមែនទេដូចជាមិនដែលធ្លាប់ឃើញមុខទេអ្នកនាងតែខ្ញុំស្មានថាជាអ្នកបម្រើថ្មីទើបមករស់នៅទីនេះទើបខ្ញុំធ្វើតាមនាងប្រាប់តែម្ដងទៅបើពូមិនស្គាល់គេមិនក៏ធ្វើតាមគេប្រាប់បន្ទោះគាត់ក៏មិនបានដែរគេច្បាស់ជាមានហេតុផលនិយាយឲ្យពូជឿជាក់ជាមិនខានមែនហើយអ្នកនាងមានប្រសាសន៍នេះត្រូវណាស់គេនិយាយថាអ្នកនាងឲ្យយកទឹកថ្នាំលាងបន្លែទៅដាក់សម្លាប់មេរោគមុនសម្អាតយកទៅធ្វើព្រះក្រយាស្ងោយថ្វាយព្រះអង្គហើយគេប្រាប់ថាអ្នកនាងឲ្យប្រាក់រង្វាន់ទៀតផងបើអ្នកនាងមិនជឿមើលប្រាក់នេះចុះព្រោះខ្ញុំមិនទាន់បានយកទៅចាយវាយទេមើលទៅប្រាក់នេះមិនបានជាប្រាក់ធ្លាប់ចាយនៅក្នុងនគរយើងឡើយបងអាចសន្និដ្ឋានមួយជំហានដំបូងឃើញហើយថាអ្នកណាជាអ្នកប្រព្រឹត្តរឿងនេះព្រះអនុជតើព្រះអនុជយល់យ៉ាងណាទៅចំពោះទង្វើរបស់សេរសានដែលធ្វើឲ្យពួកយើងមានបញ្ហាព្រាសុខភាពកាលពីយប់មិញនេះក្រាបទូលព្រះរាមទូលបង្គំមិនបានដាក់ការចោទប្រកាន់ទៅលើនាងទេតាមហេតុផលសេរសានមិនអាចធ្វើបែបនេះបានឡើយធម្មតាមនុស្សដែលមានទោសជាប់ខ្លួនត្រូវប្រហារជីវិតត្រូវតែធ្វើអ្វីដើម្បីឲ្យព្រះអង្គលើកលែងទោសមិនអាចប្រព្រឹត្តទង្វើបែបនេះនាំឲ្យខ្លួនកាន់តែឆាប់ស្លាប់នោះទេបងក៏យល់អញ្ចឹងដែរព្រះអនុជតែបងគ្រាន់តែចង់បំភ័យសេរសានតែប៉ុណ្ណោះចង់ដឹងថាតើនាងមានមធ្យោបាយដោះស្រាយយ៉ាងណាដែរព្រះរាមសេរសានមិនមែនជាមនុស្សងាយភ័យតក់ស្លុតនោះទេនាងឆ្លាតវាងវៃណាស់សូម្បីតែទូលបង្គំធ្វើការពិសោធន៍ថ្វាយព្រះរាមបានផ្ញើស្នៀតសក់ដាំត្បូងវិចិត្រជាកាដូឲ្យទៅនាងក៏នាងមិនព្រមទទួលដែរបែរជាឲ្យអ្នកបម្រើយកមកឲ្យទូលបង្គំវិញហើយផ្ដាំប្រាប់ថាទុកឲ្យទូលបង្គំរកមនុស្សដែលស័ក្តិសមប្រគល់ស្នៀតសក់នេះទៅឲ្យចុះត្រង់នេះបង្ហាញច្បាស់ថាសេរសានយល់ពីបំណងទូលបង្គំដែលចង់ឲ្យស្នៀតសក់ទៅនាងក្នុងន័យបញ្ចាំចិត្តព្រះអនុជការពិតទៅបងក៏ធ្លាប់បញ្ជូនមនុស្សឲ្យទៅសាឡបងសេរសានដែរនាងបានតបទៅមនុស្សចំណិតរបស់បងតាមប្រាជ្ញារបស់នាងយ៉ាងស័ក្តិសមដោយនាងបញ្ជាក់ថានាងមានប្តីហើយទូលបង្គំក៏បានឮពាក្យនេះចេញពីមាត់នាងដែរក្រាបទូលនៅពេលដែលទូលបង្គំរងចាំនាងមកកាន់រាជដំណាក់របស់ព្រះរាមទូលបង្គំក៏លបងសួរនឹងធ្វើជាសារភាពស្នេហ៍ត្រង់ចំពោះមុខចម្លើយរបស់នាងគឺបដិសេធទូលបង្គំទាំងស្រុងទោះជាទូលបង្គំរលេះនិយាយបែបណាក៏ដោយក៏ចំហរបស់នាងស្ម័គ្រស្មោះបម្រើព្រះរាមជានិច្ចឥតមានប្រែកលាស់ចិត្តទេអរគុណហើយព្រះអនុជដែលបានជួយពិសោធន៍ចិត្តសេរសានឲ្យបងលែងស្ទាក់ស្ទើរហើយបើសេរសានដោះស្រាយរឿងព្រះក្រយាស្ងោយនេះបានមែនបងប្រកាសជាព្រះនាងមើលទៅសេរសានអាចដោះសារយករួចខ្លួនពីរឿងដែលធ្វើឲ្យព្រះអង្គពលព្រះក្រយាស្ងោយបានមែនទេយើងមិនដឹងទេតែប្រហែលជាវាពិបាកដោះស្រាយយករួចខ្លួនណាព្រោះអ្នកដែលធ្វើឲ្យព្រះអង្គមានបញ្ហាប្រសុខភាពតាមច្បាប់រាជវាំងគួរតែទទួលទោសជាមិនទទួលទោសប្រហារជីវិតក៏ទទួលទោសវាយនឹងរំពាត់ដែរចុះការដែលយើងប្រើឯងឲ្យទៅធ្វើនោះមានបន្សល់ទុកដានអ្វីដែរទេអូយអត់មានទេព្រះនាងខ្ញុំម្ចាស់លាក់បាំងល្អខ្លាំងណាស់ព្រោះអីខ្ញុំម្ចាស់បានប្រើអ្នកបម្រើប្រុសម្នាក់ឲ្យយកទឹកថ្នាំដែលមានជាតិពុលទៅដាក់ត្រាំក្នុងបន្លែដែលពួកវាលាងនោះទើបធ្វើឲ្យព្រះអង្គពុំមានការសង្ស័យព្រះម៉ែម្ចាស់លោកបងខ្ញុំមានការចាំពឹងលោកបងបន្តិចបានទេមានការអីប្អូនស្រីគឺអ្នកនាងប្រើខ្ញុំឲ្យយកទឹកថ្នាំនេះមកដាក់ត្រាំក្នុងបន្លែដើម្បីលាងសម្អាតលោកបងជួយយកទៅដាក់ត្រាំក្នុងទឹកឲ្យខ្ញុំបន្តិចទៅណាព្រោះខ្ញុំប្រញាប់ទៅជួយដាំបាយគេនៅខាងក្នុងមិនអីទេអញ្ចឹងចាំបងយកទៅដាក់ត្រាំឲ្យចាអរគុណលោកបងហើយនេះជាប្រាក់រង្វាន់ដែលអ្នកនាងឲ្យអ្នកបម្រើគ្រប់គ្នាដែលបានជួយការងារអ្នកនាងប្រហែលថ្ងៃមកនេះខ្ញុំទៅសិនហើយណាលោកបងបាទមិនអីទេទៅចុះឯងឆ្លាតណាស់មិនធ្វើការដោយដៃខ្លួនឯងទេបើជាខ្ចីដៃអ្នកបម្រើក្នុងផ្ទះនោះប្រើទៅវិញទោះជាវាមានការសង្ស័យក៏វាមិនអាចរកផុសតាមបានដែរសូមក្រាបថ្វាយបង្គំព្រះនាងអ្នកនាងសេរសានសូមអនុញ្ញាតចូលគាល់ក្រាបទូលថាម៉េចសេរសានចូលគាល់យើងអញ្ចឹង
តើគេមានការស្អីទៅហ៎មិនស្រួលខ្លួនតែដឹងព្រះនាងឬមួយវាមានផុសតាងអ្វីបញ្ជាក់ថាខ្ញុំម្ចាស់ជាអ្នកប្រព្រឹត្តកុំជ្រួលច្បល់នៅស្ងៀមទៅចាំមើលវាមកជួបយើងតើវាមានការស្អីទៅហៅវាឲ្យមកជួបយើងព្រះម៉ែព្រះនាង